តើថៃកំពុងធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាឬបង្ក្រាប scam អនឡាញនៅក្នុងយុគសម័យដែលឧក្រិដ្ឋកម្មឆ្លងដែនកំពុងកើនឡើងយ៉ាងឆាប់រហ័សពាក្យ scam អនឡាញបានក្លាយជាពាក្យសំខាន់មួយក្នុងវចនានុក្រមសន្តិសុខរបស់ប្រទេសជាច្រើនទោះជាយ៉ាងណាការយកបញ្ហាឧក្រិដ្ឋកម្មប្រភេទនេះមកភ្ជាប់ជាមួយការគំរាមកំហែងឬសកម្មភាពយោធាលើព្រំដែនរមែងបង្កើតសំណួរមួយសម្រាប់សហគមន៍អន្តរជាតិថាតើឧក្រិដ្ឋកម្ម scam អនឡាញអាចក្លាយជាលេសសម្រាប់ការប្រើកម្លាំងយោធានិងរំលោភអធិបតេយ្យភាពប្រទេសជិតខាងបានដែរឬទេច្បាប់អន្តរជាតិប្រកាសជាឆ្លើយថាមិនអាចធ្វើបានឡើយក្នុងបរិបទនេះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃដែលមានបំណងយកបញ្ហា scam អនឡាញទៅលើកឡើងនៅអង្គការសហប្រជាជាតិ UN ដើម្បីទប់ទល់នឹងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានបង្ហាញយ៉ាងច្បាស់ដែលថារដ្ឋមន្ត្រីថៃរូបនេះចង់ភ្ជាប់បញ្ហា scam អនឡាញជាមួយសកម្មភាពយោធាដែលនេះមិនមែនជាការយល់ច្រឡំទេប៉ុន្តែជាការបំលែងបញ្ហាឧក្រិដ្ឋកម្មស៊ីវិលដោយចេតនានយោបាយពីឧក្រិដ្ឋកម្មស៊ីវិលឆ្លងដែនឲ្យទៅជាអំពើឈ្លានពានយោធាជាស្ដែងបញ្ហា scam អនឡាញមិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯកនោះទេវាជាបញ្ហាសកលដែលកើតមាននៅគ្រប់តំបន់សំខាន់ៗនៃពិភពលោកទាំងអាស៊ីអឺរ៉ុបអាមេរិកនិងអាហ្វ្រិកដោយដែលទេសរដ្ឋមន្ត្រីកម្ពុជាលោកកែរមីបានបញ្ជាក់បញ្ហានេះថាត្រូវដោះស្រាយតាមវិធានការច្បាប់និងកិច្ចសហប្រតិបត្តិការអន្តរជាតិដូចជាកិច្ចសហការរវាងអាជ្ញាធរនគរបាលនិងតុលាការឆ្លងដែនការផ្លាស់ប្តូរព័ត៌មាននិងបច្ចេកទេសស៊ើបអង្កេតព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិនិងតំបន់ក្នុងន័យច្បាប់ scam អនឡាញត្រូវបានចាត់ទុកជាបទល្មើសស៊ីវិលឬព្រហ្មទណ្ឌមិនមែនជាអំពើប្រឆាំងយោធាឬការគំរាមកំហែងសន្តិសុខជាតិដែលអាចផ្ដល់លេសស្របច្បាប់សម្រាប់ប្រទេសណាមួយប្រើកម្លាំងយោធានោះឡើយតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមាត្រា 2.4 បានកំណត់យ៉ាងច្បាស់ថាប្រទេសទាំងអស់ត្រូវហាមឃាត់ការគំរាមកំហែងឬការប្រើកម្លាំងយោធាប្រឆាំងនឹងដែនអធិបតេយ្យភាពបូរណភាពទឹកដីនិងឯករាជ្យនយោបាយរបស់ប្រទេសមួយផ្សេងទៀតករណីតែមួយគត់ដែលអាចអនុញ្ញាតឲ្យប្រើកម្លាំងយោធាបានមានតែពីរលក្ខខណ្ឌប៉ុណ្ណោះគឺ1សិទ្ធិស្វ័យការពារនៅពេលមានការវាយប្រហារដោយអាវុធជាក់ស្ដែងនិង2ការអនុញ្ញាតច្បាស់លាស់ពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិជាស្ដែង scam អនឡាញមិនស្ថិតនៅក្នុងលក្ខខណ្ឌទាំងពីរនេះឡើយហើយក៏មិនអាចយកមកធ្វើជាលេសសម្រាប់សកម្មភាពយោធាឬការរំលោភព្រំដែនរបស់ប្រទេសណាមួយបានទេការបំលែងបញ្ហាឧក្រិដ្ឋកម្មស៊ីវិលទៅជាបញ្ហាសង្គ្រាមនយោបាយនិងការភ្ជាប់ scam អនឡាញជាមួយចំនួនព្រំដែនបានបង្ហាញពីយុទ្ធសាស្ត្រនយោបាយមួយដែលមានភាពគ្រោះថ្នាក់យ៉ាងខ្លាំងយុទ្ធសាស្ត្របែបនេះអាចនាំឲ្យបំផ្លាញគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិបង្កើតការយល់ច្រឡំក្នុងសហគមន៍អន្តរជាតិនិងបើកទ្វារការប្រើកម្លាំងដោយគ្មានមូលហេតុស្របច្បាប់ប្រសិនបើសហគមន៍អន្តរជាតិទទួលយកវិធានការបែបនេះនោះគោលការណ៍សន្តិភាពនិងសណ្ដាប់ធ្នាប់អន្តរជាតិដែលបានកសាងឡើងក្រោយសង្គ្រាមលោកលើកទី2នឹងត្រូវរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់តំបន់អាស៊ានករណីនេះក៏អាចបង្កើតគំរូគ្រោះថ្នាក់មួយផងដែរដែលធ្វើឲ្យចំនួនតូចៗត្រូវបានគេធ្វើជាអន្តរជាតិកម្មនិងយោធាកម្មផលប៉ះពាល់របស់វាអាចរួមមានការខូចខាតសន្តិភាពនិងស្ថិរភាពតំបន់ការថយចុះនៃទំនុកចិត្តរវាងប្រទេសជិតខាងនិងការប្រឈមមុខនឹងទូនាទីរបស់អាស៊ានក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីនិយាយជារួមមកការបង្ក្រាប scam អនឡាញគឺជាបញ្ហាឧក្រិដ្ឋកម្មស៊ីវិលឆ្លងដែនដែលត្រូវដោះស្រាយតាមវិធានការច្បាប់និងកិច្ចសហប្រតិបត្តិការអន្តរជាតិមិនមែនជាមូលហេតុសម្រាប់ការប្រើកម្លាំងយោធាឬការរំលោភដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងឡើយការភ្ជាប់បញ្ហានេះជាមួយចំនួនព្រំដែនឬសកម្មភាពយោធាគឺជាការបំលែងបញ្ហាឧក្រិដ្ឋកម្មទៅជាបញ្ហាសង្គ្រាមនយោបាយដែលផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់អន្តរជាតិនិងគោលការណ៍របស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ានវិធីសាស្ត្របែបនេះក៏ជាគំរូគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់សន្តិភាពស្ថិរភាពនិងទំនុកចិត្តរវាងប្រទេសជិតខាងដូច្នេះការបែងចែកឲ្យបានច្បាស់រវាង scam អនឡាញនិងអំពើឈ្លានពានយោធាគឺជាចំណុចស្នូលក្នុងការការពារបូរណភាពទឹកដីនិងការពារសណ្ដាប់ធ្នាប់អន្តរជាតិដោយសន្តិវិធីដោយពិនវិជ័យអ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ